bằng ngày níថ្ងៃអាទិត្យម៉ោង 4:50 នាទីខ្ញុំទៅចាប់ដើមទេតិចទៀតទៅយកមួយទៅភ្លេងហោះចេញពី Bedford ទៅភ្លេងហោះហ្នឹងបានដូចជា$30 Uber វាឲ្យថ្លៃជាង Lyft ហើយក្នុងវីដេអូនេះខ្ញុំសូមឆ្លើយសំណួរមិនមែនឆ្លើយសំណួរទេមានការវីដេអូមុនខ្ញុំចេញវីដេអូថានៅស្រុកអាមេរិកស្រួលរកលុយមានបងប្អូនខ្មែរយើងក៏នៅអាមេរិកស្រាប់គាត់តវ៉ាថាកន្លែងគាត់ពិបាករកលុយហេតុតែមិនថាស្រួលអញ្ចឹងចង់បញ្ជាក់បងប្អូនទៅលើកន្លែងហ្នឹងបន្តិចដោយសារតែនៅអាមេរិកគឺមានរដ្ឋចំនួន50ហើយរដ្ឋផ្សេងមានគោលការណ៍មានមនុស្សដើរលេងអីផ្សេងគ្នានៅខាងរដ្ឋខ្ញុំនេះគឺនៅខាង Massachusetts Boston ហ្នឹងគឺជារដ្ឋមួយជារដ្ឋទេសចរចឹងនៅក្នុងខែក្តៅគឺមានមនុស្សមកលេងច្រើនណាស់ជាទីហោស្រាប់កាលពីម្សិលមិញហ្នឹងគឺមនុស្សកកកុញមកហើយបូករួមជាមួយនឹងការប្រកួតបាល់ទាត់ FIFA ឆ្នាំ2026នៅសហរដ្ឋអាមេរិកទៀតហើយម្សិលមិញហ្នឹងគឺលេងនៅ Massachusetts ហ្នឹងតែម្ដងគឺមនុស្សច្រើនមែនតើអញ្ចឹងរដ្ឋផ្សេងគ្នាមនុស្សដើរលេងផ្សេងគ្នាចឹងការរកលុយរត់ឡានរត់អីហ្នឹងក៏ផ្សេងគ្នាដែរនៅរដ្ឋខ្ញុំគឺខែក្តៅគឺរវល់មែនតើអញ្ចឹងហើយបានខ្ញុំថាបើកឡានដោយលុយពេញផ្លូវឲ្យតែមានកម្លាំងគឺប្រមូលលុយបានច្រើនណាកាសមកអាមេរិកហើយចង់មករកលុយរត់ឡានរត់អីជាការកំសាន្តដូចខ្ញុំឬក៏ជារត់ឡានដើម្បីប្រកបអាជីវកម្មហ្មងមកខាងរដ្ឋ Massachusetts នេះគឺមនុស្សច្រើនហើយមានឱកាសការងារក៏ច្រើនដែរក្រៅពីរត់ឡានក៏មានការងារអីផ្សេងនៅម្ដុំខ្ញុំហ្នឹងគេហៅ New England ហ្នឹងគឺមានរដ្ឋ5-6ចូលគ្នាហើយរដ្ឋ5-6ហ្នឹងគឺសម្បូរការងារធ្វើហើយថ្ងៃនេះដែរខ្ញុំអត់ហ៊ានចេញពេលថ្ងៃទេដោយសារតែម៉ោង1ម៉ោង2ឥឡូវក្តៅមែនតើអញ្ចឹងមានតែចេញពេលរៀងល្ងាចតិចហើយ4-5ម៉ោងចូលផ្ទះវិញហើយអត់នៅទេ